ឆាត់យងមានឯកសន្តានបារាំងក្រឡាល្អិតពួកបែកបំពាក់ឆាត់យងស្រោបដៃពណ៌សស្បែកជើងកវែងកាន់កំភ្លើង SS1 កម្លាំងនេះមានប្រវត្តិកកើតឡើងតាំងពីសម័យបារាំងឆ្នាំ1948គឺជាកងកម្លាំងមួយដែលមានតួនាទីអន្តរាគមន៍ពិសេសជាកម្លាំងជំនួយបន្ថែមដល់កងកម្លាំងថ្មើរជើងដែលត្រូវបាំងហោពណ៌សម្ដេចទ្រង់ឯកឧត្តមគណៈអធិបតីផែនទី7គឺជាផែនទ័ពជំនាញឯកទេសមួយទឹកឆ្លាមសមុទ្រផែននេះពាក់ឯកសន្តានខោអាវមួយទឹកពាក់បំពង់ខ្យល់អុកស៊ីសែនម៉ាស់វ៉ែនតាជើងទាពាក់ស្បែកជើងមួយទឹកយុទ្ធជនទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងប្រតិបត្តិការនៅលើផ្ទៃទឹកក្នុងទឹកប្រយុទ្ធលើកោះយុទ្ធវិធីវាយបុកច្រាំងដោយធ្វើសកម្មភាពចេញពីទឹកក្រៅពីភារកិច្ចចំពោះមុខជាកម្លាំងត្រៀមបំរុងបំរើឲ្យផ្នែកមនុស្សធម៌ដូចជាសង្គ្រោះមនុស្សដែលជួបគ្រោះភ័យលិចទឹកលង់ទឹកមានគ្រោះថ្នាក់បាត់ខ្លួនត្រូវស្វែងរកនិងរាវរកសាកសពអរគុណនយោបាយឈ្នះឈ្នះដឹងគុណស្ថាបនិកមេកទេឯកនិងប្រតិបត្តិការនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញសម្ដេចទ្រង់ឯកឧត្តមគណៈអធិបតីជាទីគោរពលោកស្រីភ្ញៀវជាតិអន្តរជាតិជាទីមេត្រីបងប្អូនជនរួមជាតិជាទីស្នេហាចូលមកដល់ខេត្តទី6ខេត្តទី8ខេត្តអន្តរជាតិប្រយុទ្ធមានឯកសណ្ឋានបារាគួរសុកាស្រោបដៃពណ៌សស្បែកជើងកវែងកាន់កំភ្លើងអំហ្វកម្លាំងអន្តរជាតិប្រយុទ្ធកងទ័ពជើងគោកគឺជាកម្លាំងដែលបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញដើម្បីត្រៀមប្រយុទ្ធ24ម៉ោងលើ24ម៉ោងមានយុទ្ធវិធីទំនើបប្រតិកម្មរហ័សបង្កើតបាននូវវីរភាពអង់អាចក្លាហានហើយធ្លាប់បានបំពេញភារកិច្ចបានយ៉ាងប្រចះត្រចង់ទទួល